Hello សួស្តីបងប្អូនជាងអរគ្នាបាទថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៃការ reset code មាន reset code អតិតកាលរបស់ប្រភេទម៉ូតូតកូល Honda ណាដែលចំពោះការ reset code របស់វាគឺទាំងស៊េរីចាស់ទាំងស៊េរីថ្មីគឺគេធ្វើតាមទម្រង់ដូចគ្នាទាំងអស់អត់មានខុសគ្នាទេធ្វើទម្រង់តែមួយដូចគ្នាហើយបងប្អូនខ្លះក៏បានទស្សនាដែរហើយពីវីដេអូមុនរបស់ខ្ញុំដែលខ្ញុំបានប្រាប់ពីរបៀបនៃការចូលទៅ check code កំហួចតើក្នុងម៉ូតូរបស់យើងមានជាប់កូដកំហុសអីខ្លះពីអតីតកាលតែវីដេអូនេះខ្ញុំអត់បានលម្អិតពីការ check កូដកំហុសទេគឺខ្ញុំមកប្រាប់ពីរបៀបនៃការលុបកូដកំហុសទាំងអស់គ្នាតោះមកជិះមកជំហានដំបូងនៃការចូលទៅលុបកូដកំហុសរបស់តកូល Honda គឺបងប្អូនត្រូវដកគម្របក្បាលទិន្នន័យនេះចេញសិនមកហើយបញ្ជាក់ក្បាលទិន្នន័យ scan នេះដូចទិន្នន័យ scan នេះគឺជាប្រភេទម៉ូតូ Honda ស៊េរីថ្មីដែលបំពាក់ទៅលើដូចជាអសង្គ្រីម025 023 24 25 Scoopy Click PCX 023 24ឡើងទៅលើហើយក៏ដូចជាម៉ូតូមួយគ្រឿងនេះដែរគឺ AV 110i មកពីថៃ021របៀបនៃការចូលទៅលុបកូដបងប្អូនត្រូវដកគម្របទិន្នន័យចេញសិនមកដកគម្របដូចទិន្នន័យចេញហើយបងប្អូនដកឧបករណ៍ scan ដៃឧបករណ៍ scan ដៃនេះដែលខ្ញុំកំងមកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក៏ដូចជាលក់ចែកជូនដល់បងប្អូនយកទៅប្រើប្រាស់បន្តបងប្អូនដកវាចូលទៅដកឧបករណ៍ scan ដៃចូលដកចូលដល់ទីតាំងរបស់វាហើយចំពោះកុងតាក់របស់វាមាន2មានន័យថាមានបើមានបិទអាលេសូនេះគឺបិទអាលេសញ្ញាលេខដកនេះគឺបើមានន័យថាវាភ្ជាប់សញ្ញាដកនេះភ្ជាប់អាសញ្ញាសូនេះផ្ដាច់បងប្អូនត្រូវបើសញ្ញាភ្ជាប់មកបើត្រង់សញ្ញាលេខដកបន្ទាប់មកទៀតបងប្អូនត្រូវបើសវាឲ្យបងប្អូនសង្កេតទៅលើមើលសញ្ញាឆែករបស់វាតើវាជាប់កូដអ្វីខ្លះបើសបន្ទាប់ពីបើសបងប្អូនសង្កេតមើលទៅឃើញសញ្ញាឆែករបស់វាគឺវាលូតកូដជាចង្វាក់ឲ្យយើងមើលចាំមើលខ្ញុំរៀបកូដឲ្យមើល10 11 12ហើយរបៀបនៃការរៀបកូដនេះទៀតបើសិនជាបងប្អូនខ្លះដែលគាត់អត់ទាន់យល់ពីរបៀបនៃការលុបកូដគឺបងប្អូនអាចតាមដានទស្សនានៅវីដេអូបន្ទាប់របស់ខ្ញុំហើយខ្ញុំនឹងធ្វើជាវីដេអូទាក់ទងនឹងការរៀបកូដកំហុសណាកូដកំហុសរបៀបរៀបកូដកំហុសមិនខ្លះគឺខ្ញុំធ្វើជាវីដេអូលម្អិតតែវីដេអូនេះគឺខ្ញុំផ្ដោតទៅលើតែការលុបកូដកំហុសទេបន្ទាប់ពីយើងបានដឹងថាវាជាប់កូដកំហុសហើយរបៀបក្នុងការលុបបងប្អូនត្រូវបិទសសិនទៅបិទសម្ដងសិនទៅហើយបន្ទាប់មកទៀតទីតាំងកុងតាក់បងប្អូនត្រូវមកសញ្ញាលេខដកនេះមានន័យថាត្រង់កន្លែងបើជាប់ចេះហើយបន្ទាប់មកទៀតបងប្អូនបើកសហើយបិទកុងតាក់នេះបិទហើយបើកមកវិញក្នុងចន្លោះក្រោម5វិនាទីបន្ទាប់មកទៀតភ្លើងកូដកំហុសនឹងវាលូតភ្លើងឆែកវានឹងលូតផ្លត់ប្រយុទ្ធនេះមើលឃើញអត់លូតប្រយុទ្ធចេះហើយមានន័យថាការលុបកូដរបស់យើងគឺបានជោគជ័យហើយមានន័យថាការលុបកូដរបស់យើងបានជោគជ័យបានសម្រេច 100% ហើយកូដកំហុសដែលនៅទាំងប្រមាណនៅក្នុងម៉ៃតូគឺយើងបានលុបជ្រះហើយអានេះលុបកូដកំហុសពីអតីតកាលមានតែប៉ុណ្ណេះឯងបាទអរគុណ